ហើយកាយមកហៀបចំឲ្យបានសម្រាប់ទៅទស្សនកិច្ចមកខ្ញុំទាំងអស់គ្នាតែសារតែស្លាញខ្ញុំគឺមានត្រៀមបណ្ណាទាំងអស់គ្នាតែខ្ញុំភ្លេចថតកន្លែងរៀបកៅអៅបាត់ឯអ្នកគ្នាឥឡូវយើងមកហៀប skin care ជាមួយរបស់ខ្លះៗយកទៅទាំងអស់គ្នារបស់គឺជីកជុំវិញអ្នកគ្នាទៅដាក់ចូលគ្នាទៅខ្ញុំចាស់ហើយបើខ្សែចង្សក់អីវិញដាក់ទៅឡើងមកកាភ្លូមកអ្នកគ្នាខ្លាចផតខ្វាយហើយក៏ភ្លេចដែរជាមួយនឹងថ្នាំចូលថ្មិញហើយនឹង foam អ្នកគ្នាសិចការនៃការទៅតែមកយក2ថ្ងៃអ្នកគ្នាតែអីវ៉ាន់វិញនិយាយពីថាញញឡើងខ្លាំងមែនទេហើយខ្ញុំនឹងចេញ vlog ពេលទៅតែអ្នកគ្នាអញ្ចឹងអ្នកគ្នាកុំភ្លេចចាំមើលផងនិយាយទៅរបស់ក្នុងនឹងពេលខ្លះអត់ប្រើទេតែចិត្តទៅដាក់ទៅនេះហើយអ្នកគ្នាមកកាបូប skin care ខ្ញុំទាំងអស់ហើយដែលសារតែខ្ញុំមកចង់ដាក់ក្នុងកតាខ្ញុំក៏យកធុនបែបមួយមកដាក់ចូលហើយរៀបសភៅរៀបអីដាក់ចូលក្នុងដែរអ្នកគ្នាដោយសារលោកគ្រូអ្នកគ្រូខ្ញុំគាត់ឲ្យធ្វើរបាយការណ៍អីអ្នកគ្នាចឹងក៏យកភៅទៅសេហើយយករឿងទៅអានដែរតែអ្នកគ្នាទៅការបច្ចៈស្ដែងវាមិនសូវបានអានណាស់ទេខ្ញុំវិញវិចទៅអស់ហើយអ្នកគ្នាដើម្បីចង់បន្តទឹកលុបអីនេះយកទៅមកសេបន្ទាប់ពីយើងរៀបអស់រយៈពេលកន្លះម៉ោងមកគឺហើយអ្នកគ្នាហើយរៀបឲ្យបានសុខក៏ងាកមើលទៅឃើញមកខ្លួនឯងហ៊ានស្អាប់គឺខ្ញុំក៏បានទាញយកមកជាមួយនឹង jelly facial mask from Lydia យកមកបន្ថែមដល់គ្នាដើម្បីយើងមុខយើងរៀងភ្លឺថ្លាជាងមុនណាអ្នកគ្នាសាច់មករបៀប jelly ចឹងគឺស្រួលបិទខ្លាំងមែនទែនអ្នកគ្នាហើយមួយទៀតពេលអ្នកគ្នាបិទទៅអ្នកគ្នាកុំដាក់ខ្ជះពេកព្រោះអីវាដល់នាទីទៅគឺវាពិបាកលាងទឹកចេញខ្លាំងមែនទែនចឹងអ្នកគ្នាព្យាយាមដាក់ស្ដើងទៅដាក់ស្ដើងហើយចំណេញហើយវាស្រួលលាងទឹកចេញទៀតអ្នកគ្នាពេលបិទទៅវាត្រជាក់មុខមែនទែនហើយវាជួយបំភ្លឺស្បែកមុខយើងហើយផ្ដល់សំណើមទៀតឆាំងភាពជ្រួញហើយបើនិយាយពីការរលាកក្រហមវិញណាម៉ាស់នេះឲ្យស្បៃមកអ្នកគ្នាសន្និសីទតិចតួចហ្នឹងគឺខ្ញុំអាចខែអ្នកគ្នាយកមកលាបដៃទៀតពិសេសហ្មងគឺវាជួយកាត់បន្ថយភាពជ្រួញអ្នកគ្នាហើយបើស្ទប់ការកាឡាប់នៅក្នុងម៉ាស់នេះគឺមានច្រើនខ្លាំងមែនទែនអ្នកគ្នាដែលវាជាសារធាតុចិញ្ចឹមណាចឹងបន្ទាប់ពី15នាទីកន្លងផុតទៅខ្ញុំក៏បានតែលាងមុខចេញហើយបើរីសាបន្ទាប់ពីបាន5ម៉ាស់នេះហើយគឺថាមុខឡើងតូនមកអ្នកគ្នាចឹងបើអ្នកគ្នាត្រូវការ jelly facial មកទៅហៅថាម៉ាស់កាឡាប់នេះអីកុំភ្លេចទៅកាន់បង Lydia Cambodia